ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះខេណាវីថ្ងៃនេះខ្ញុំឡើងបកស្រាយសង្ខេបមេរៀនទី4តកតងជាមួយនឹងគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពចាក្នុងមេរៀននេះផងដែរគឺមានវត្ថុបំណងបកស្រាយនិយមន័យវិធីសាស្ត្រនិងលក្ខណៈដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃក្នុងការសិក្សាតាមរយៈការបង្ហាញរូបភាពជាក់ស្ដែងនិងសម្រុបបំផុតរបស់គ្រូឧទ្ទេសបានច្បាស់លាស់ចាមកវិញទៀតកំណត់វិធីសាស្ត្រវិតម្លៃសម្រាប់ការសិក្សាមានដូចជាសុពលភាពភាពជឿជាក់ក្នុងការវិតម្លៃភាពវិជ្ជមានសុក្រិតភាពនិងមានស្តង់ដារសម្រាប់ការវិតម្លៃសិក្សាបានត្រឹមត្រូវមួយវិញទៀតទម្លាប់វិតម្លៃការសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពចាហើយមួយវិញទៀតតកតងជាមួយនឹងគេសួរថាតើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃសិក្សាតកតងជាមួយនឹងចំណុចនេះផងដែរគឺតកតងជាមួយនឹងប្រសិទ្ធភាពក្នុងការវិតម្លៃក្នុងការសិក្សាសំដៅទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងភាពជឿជាក់ពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងឬជំនាញរបស់សិស្សអញ្ចឹងនៅពេលដែលយើងរៀនមេរៀនមួយថាតើនៅពេលដែលយើងចង់ដឹងពីសមត្ថភាពថាតើសិស្សចេះឬអត់គឺយើងត្រូវតែមានគេហៅថាការវិតម្លៃឬក៏គេហៅថាវាស់ស្ទង់ចំណេះដឹងពួកគាត់ផងដែរចាំមួយវិញទៀតគឺការវិតម្លៃដែលមានគុណភាពផ្ដល់ផលដែលផ្ទៀងផ្ទាត់ទៅនឹងការគ្រប់គ្រងសិក្សានិងការលើកទឹកចិត្តសិស្សចានៅពេលដែលយើងដឹងថាតើសិស្សគាត់គេហៅថារៀនមេរៀនមួយនឹងហើយគាត់ទទួលបានចំណេះដឹងប្រមាណភាគរយឬក៏ប្រមាណភាគរយគឺយើងត្រូវតែផ្ទៀងផ្ទាត់លទ្ធផលនឹងហើយនៅពេលដែលឧទាហរណ៍ថាសិស្សរៀនយឺតចឹងទៅគឺយើងជួយលើកទឹកចិត្តគាត់បន្ថែមឲ្យខំប្រឹងប្រែងនៅពេលដែលសិស្សគាត់បានល្អហើយគឺយើងលើកទឹកចិត្តគាត់ដែរឲ្យខិតខំប្រឹងប្រែងបន្តទៀតចាហើយមួយវិញទៀតគេនិយាយថាលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាចឹងវាមានច្រើនចំណុចចឹងចំណុចទី1គឺលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាទី3សុពលភាពទី4ភាពជឿជាក់ទី5សុក្រិតភាពទី6ផលវិបាកវិជ្ជមាននិងទី7ការអនុវត្តនិងប្រសិទ្ធភាពចានៅចំណុចនេះផងដែរគឺគេនិយាយតកតងជាមួយលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របចាអញ្ចឹងទី1យើងត្រូវតែជ្រើសរើសតេស្តថាតើជ្រើសរើសតេស្តប្រភេទណាដើម្បីឲ្យគេហៅថាការ1ម៉ោងសិក្សារបស់គាត់ហ្នឹងគាត់ទទួលបានចំណេះដឹងអ្វីខ្លះមួយវិញទៀតការធ្វើតេស្តឬក៏បង្កើតតេស្តថាតើយើងធ្វើបង្កើតតេស្តបែបណាដើម្បីសមស្របជាមួយនឹងមេរៀនដែលយើងបានរៀនចាទី1ទៀតទី3ការអនុវត្តទី4អត្ថបទទី5សំណួរផ្ទាល់មាត់ចាអញ្ចឹងសំណួរផ្ទាល់មាត់យើងដឹងស្រាប់ហើយគឺយើងគ្រូត្រូវតែសួរសិស្សផ្ទាល់មាត់ថាតើមេរៀនដែលគាត់បានរៀន1ម៉ោងសិក្សាហ្នឹងគាត់ទទួលបានចំណេះដឹងអ្វីខ្លះទី6គឺការសង្កេតផងគ្រូថាតើសិស្សរបស់យើងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រអត់ថាតើសិស្សរបស់យើងស្ដាប់យើងអត់អីចឹងទៅមួយវិញទៀតការវិតម្លៃខ្លួនឯងចាអញ្ចឹងការវិតម្លៃខ្លួនឯងបែបម៉េចគឺយើងត្រូវតែនៅពេលដែលគាត់សិស្សហ្នឹងគាត់ត្រូវតែវិតម្លៃខ្លួនឯងថាតើក្នុងមេរៀនហ្នឹងថាតើគាត់ចេះបានប្រមាណភាគរយឬក៏គាត់មានចម្ងល់កន្លែងណាគឺគាត់អាចសួរលោកគ្រូអ្នកគ្រូដែលបរៀនពួកគាត់ផ្ទាល់បានចាមួយវិញទៀតគេនិយាយតកតងជាមួយនឹងការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងនៅក្នុងនេះផងដែរគេសួរថាហេតុអ្វីបានជាគ្រូត្រូវបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកចាហើយក្នុងនេះផងដែរគឺយើងត្រូវតែយល់ដឹងពីគោលបំណងជាមុនសិនចាគឺទី1គឺស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សាទី2របៀបនៃការវិតម្លៃសមស្របទៅនឹងការសិក្សាទី3ផ្ដល់ព័ត៌មានត្រឡប់ទី4កំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាទី5គឺកាត់បន្ថយនៅការតានតឹងចាតោះឥឡូវយើងចូលចំណុចមួយទៀតគឺគេហៅថាភាពជឿជាក់ចាអញ្ចឹងតើតើជាមួយចាសំទោសគឺភាពជឿទុកចិត្តចាអញ្ចឹងព័ត៌មានឬក៏ទិន្នន័យដែលអាចគេហៅថាអាចជឿទុកចិត្តបានជាទិន្នន័យដែលមានភាពត្រឹមត្រូវឬក៏អាចទុកចិត្តបាននិងអាចអាស្រ័យបានវាថាយើងអាចជឿជាក់បានអញ្ចឹងណាចាំមួយវិញទៀតសម្រាប់ទៅលើស្ថិរភាពឬភាពស៊ីចង្វាក់គ្នានៃការធ្វើតេស្តប្រសិនបើអ្នកធ្វើតេស្តច្រើនដងក្នុងក្រុមសិស្សដូចគ្នាលក្ខខណ្ឌដូចគ្នាអ្នកគួរតែទទួលបាន
លទ្ធផលតេស្តប្រហាក់ប្រហែលគ្នាចាដូចឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាតែម៉ូម៉ែត្រជាឧបករណ៍អាចជឿជាក់បានក្នុងការវាស់សីតុណ្ហភាពបានត្រឹមត្រូវចាហើយមួយវិញទៀតតកតងជាមួយនឹងសុពលភាពហ្នឹងគឺមានគេហៅថាតកតងជាមួយនឹងសាស្ត្រាចារ្យ Kelly ក៏បានលើកឡើងថាតេស្តមានសុពលភាពប្រសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តចាអញ្ចឹងនៅពេលដែលគេចង់តេស្តគឺយើងត្រូវតែយកគេហៅថាអីគេតេស្តហ្នឹងមកសិក្សានិងឆ្លុះបញ្ចាំងពីអ្វីដែលគេបានតេស្តចាអញ្ចឹងមួយទៀតគេថាផ្អែកលើការប៉ັດឬហេតុផលដែលអាចទទួលយកបានអញ្ចឹងយើងត្រូវតែដូចឧទាហរណ៍ថាតែ1ម៉ែត្រមិនចឹងចាអញ្ចឹងវាត្រូវតែយើងអាចជឿគេហៅថាជឿជាក់បានអញ្ចឹងណាចាមួយវិញទៀតក្រៅពីការស្រាវជ្រាវផ្នែកស្ថិតិភាពជឿជាក់នៅសុពលភាពត្រូវបានប្រើជំនួសគ្នាចាសម្រាប់ការស្រាវជ្រាវនិងតេស្តមានភាពខុសគ្នាចាអញ្ចឹងឧទាហរណ៍ថាសុពលភាពឧទាហរណ៍ថាគេថ្លឹងទារកទម្ងន់1គីឡូក្រាមអញ្ចឹងនៅពេលដែលគាត់ទារកនឹងឡើងលើជញ្ជីងអញ្ចឹងទៅគឺជញ្ជីងហ្នឹងគឺចង្អុលលេខ1គីឡូក្រាមនឹងមកចាអញ្ចឹងគេហៅថាតនន័យឬក៏ព័ត៌មានដែលបានទទួលបានហ្នឹងគឺមានសុពលភាពចាមួយវិញទៀតគឺគេហៅថាសុក្រិតភាពនោះវាមានច្រើនចំណុចចាទី1គឺមានតម្លាភាពទី2គេហៅថាឱកាសដើម្បីសិក្សារៀនសូត្រទី3ជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃទី4ជៀសវាងការលំអៀងលើកិច្ចការឬដំណើរការវិតម្លៃទី5គឺជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសចាមួយវិញទៀតតកតងជាមួយនឹងគេហៅថាផលវិបាកវិជ្ជមានចាអញ្ចឹងផលវិបាកវិជ្ជមានហ្នឹងគឺមាន2គឺចំពោះគ្រូបង្រៀននិងចំពោះសិស្សក្នុងការវិតម្លៃចាអញ្ចឹងប្រសិទ្ធភាពនៃការវិតម្លៃមានផលជះវិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀននិងសិស្សចាអញ្ចឹងចំពោះគ្រូបង្រៀនហ្នឹងគឺការវិតម្លៃទាមទារឲ្យចងចាំនៅការពិតចាអញ្ចឹងនៅពេលដែលយើងវិតម្លៃអ្វីមួយយើងត្រូវតែយកការពិតហ្នឹងមកសិក្សាយើងមិនមែនចេះតែយកព័ត៌មានដែលមិនពិតមកសិក្សាទេចាមួយវិញទៀតការវិតម្លៃទាមទារនៅការបង្ហាញហេតុផលចាអញ្ចឹងឧទាហរណ៍ថាសិស្សហ្នឹងគាត់និយាយថាពូកែប៉ុន្តែអត់មានហេតុផលបញ្ជាក់ថាពូកែទេអញ្ចឹងយើងត្រូវតែគេហៅថាមានហេតុផលថាគាត់ធ្វើបានពិន្ទុឧទាហរណ៍ថាខ្មែរធ្វើបាន10គណិតធ្វើបាន10អីចឹងទៅចាមួយវិញទៀតចំពោះសិស្សការវិតម្លៃម្ដងចាអញ្ចឹងចំពោះសិស្សបែបណាគឺសំណួរពហុជ្រើសរើសអញ្ចឹងសិស្សចងចាំព័ត៌មានឧទាហរណ៍ថាសិស្សពហុជ្រើសមានថាចម្លើយមានច្រើនប៉ុន្តែចម្លើយមួយទេមានតែចម្លើយមួយទេដែលត្រឹមត្រូវចាអញ្ចឹងគឺទាមទារឲ្យគាត់ចងចាំនៅព័ត៌មានទាំងអស់ហ្នឹងចាមួយវិញទៀតគឺតែងសេចក្តីឬចម្លើយសរសេរបែបវែងចាអញ្ចឹងសិក្សាពីព័ត៌មានកាន់តែទូលាយតកតងនឹងបណ្ដុំនិងការអនុវត្តការបង្កើតឡើងវិញរបស់សិស្សជាងការស្ដាប់ព័ត៌មានឡើងវិញនៅពេលសិក្សាអញ្ចឹងនៅពេលដែលគាត់សរសេរតែសេចក្តីឬក៏ធ្វើអ្វីមួយគាត់ត្រូវតែមានគំនិតទូលំទូលាយដើម្បីឲ្យការសរសេរតែសេចក្តីរបស់គាត់គឺគេហៅថាកាន់តែមានភាពច្បាស់លាស់ក៏ដូចជាភាពត្រឹមត្រូវផងដែរចាមួយវិញទៀតគឺការដោះស្រាយបញ្ហាអញ្ចឹងជំរុញទឹកចិត្តសិស្សឲ្យគិតនិងអភិវឌ្ឍនៅអ្វីដែលគេបានរៀនអញ្ចឹងនៅក្នុងចំណុចនេះផងដែរគឺយើងត្រូវតែជួយជំរុញលើកទឹកចិត្តគាត់នៅពេលដែលឧទាហរណ៍ថាគាត់ឧបបាក់ក្នុងការធ្វើអាហ្នឹងប៉ុន្តែយើងត្រូវតែមានគេលើកទឹកចិត្តគាត់ថាកូនធ្វើអញ្ចេះទៅគឺនៅពេលដែលកូនធ្វើទៅគឺទទួលបានលទ្ធផលអ្វីខ្លះអញ្ចឹងយើងត្រូវតែជាគ្រូបរិញ្ញាយើងត្រូវតែមានគេហៅថាលើកទឹកចិត្តគាត់ជានិច្ចមិនថាក្នុងកលៈទេសៈណាទេចាមួយវិញទៀតតកតងជាមួយនឹងការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងកត្តាផ្សេងសម្រាប់ការទទួលបានការអនុវត្តនិងប្រសិទ្ធភាពទី1គ្រូស្គាល់ពីវិធីសាស្ត្រថាតើយើងត្រូវតែប្រើវិធីសាស្ត្របែបណាដើម្បីបរៀនទៅឲ្យមានប្រសិទ្ធភាពទី2គឺពេលវេលាដែលសមស្របទី3ភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងចាទី4ភាពងាយស្រួលក្នុងការដាក់ពិន្ទុទី5ភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលទី6ការចំណាយលើការប្រឡងការចំណាយលើប្រឡងនោះមានន័យថាមកយើងត្រូវតែព្រីនឯកសារឬក៏ធ្វើអ្វីយើងត្រូវតែចំណាយអញ្ចឹងណាចាមួយវិញទៀតគឺ
ប្រសិទ្ធភាពក្នុងការក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចាអញ្ចឹងវាមាន2ទី1គឺមុនពេលដំណើរការចាសំទោសទី1គឺមុនពេលប្រឡងចាប់ផ្ដើមមុនពេលប្រឡងចាប់ផ្ដើមចាទី2គឺកំពុងដំណើរប្រឡងចាអញ្ចឹងមុនពេលប្រឡងចាប់ផ្ដើមហ្នឹងមិនអញ្ចឹងទី1គឺគ្រូត្រូវណែនាំអំពីដំណើរការនៃការប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់ថាការដាក់បន្ទុកឬក៏ការធ្វើអ្វីផ្សេងចាមួយទៀតគឺបន្សាំចឹងថាការផ្សាំឬការចឹងតែអញ្ចឹងឧស្សាហ៍ធ្វើតេស្តជាប្រចាំចានៅតេស្តជាប្រចាំនោះឧទាហរណ៍តាមមួយខែយើងធ្វើម្ដងចាឬក៏កន្លះខែយើងធ្វើម្ដងចឹងទៅចាមួយទៀតគឺការលើកទឹកចិត្តចាអញ្ចឹងយើងត្រូវតែលើកទឹកចិត្តចាសំទោសយើងត្រូវតែលើកទឹកចិត្តសិស្សឲ្យបានញឹកញាប់ចាមួយវិញទៀតការប្រឡងចាសំទោសចាមួយវិញទៀតគឺការប្រឡងគ្រាន់តែជាការវិតម្លៃចាអញ្ចឹងការប្រឡងនៅពេលដែលយើងដាក់ប្រឡងទៅថាតើសិស្សគាត់ធ្វើបានឬអត់ថាតើគាត់ធ្វើបានប៉ុន្មានភាគរយចឹងទៅចាមួយវិញទៀតគឺកំពុងដំណើរប្រឡងអញ្ចឹងកំពុងដំណើរការប្រឡងហ្នឹងវាបែបណាអញ្ចឹងយើងត្រូវតែមានបន្ទប់ស្តង់ដារមានថាគេថាមានតុមានកៅអីសម្រាប់ពួកគាត់ក៏ដូចជាមានពលិអីចេញចូលចឹងទៅមួយវិញទៀតគឺគ្មានសំឡេងរំខានចាអញ្ចឹងគឺគេហៅថាកន្លែងស្ងប់ស្ងាត់ចឹងណាចាមួយវិញទៀតប្រាប់ម៉ោងនិងនីតិទៅតាមដំណាក់កាលចឹងដូចយើងប្រឡងចឹងដូចទីហៅថាយើងប្រឡងឧទាហរណ៍មកវិជ្ជាភាសាខ្មែរមួយចាយើងប្រឡង60នាទីអញ្ចឹងយើងត្រូវតែឧទាហរណ៍ថា15នាទីយើងប្រាប់គាត់ម្ដងថាតើយើងនៅសល់ប្រហែលនាទីចឹងទៅរហូតដល់អស់ម៉ោងចាមួយវិញទៀតគឺគួរឲ្យអ្នកដតីទៀតរក្សាភាពស្ងៀមស្ងាត់នៅក្នុងថ្នាក់អញ្ចឹងនៅពេលដែលយើងប្រឡងយើងអាចជជែកគ្នាបានទេគឺសូម្បីតែការគិតហ្នឹងគឺយើងត្រូវតែគិតដោយភាពស្ងៀមស្ងាត់ផងដែរចាមួយវិញទៀតចិត្តដល់មកឲ្យគាត់សម្រួលអារម្មណ៍អញ្ចឹងនៅពេលដែលចិត្តដល់មកហើយយើងត្រូវតែប្រាប់គាត់ទៅឲ្យគាត់ខិតខំប្រឹងប្រែងធ្វើក៏ដូចជាសម្រួលអារម្មណ៍គាត់ឲ្យបានធូរស្បើយដើម្បីការគិតរបស់គាត់កាន់តែបានលឿនជាងនឹងចាមួយវិញទៀតគេហៅថាការប្រើប្រាស់ក្លិនតើក្លិននៅក្នុងថ្នាក់រៀនហ្នឹងវាមានក្លិនបែបណាទេថាយើងត្រូវតែទេថាក្លិនក្អូបក្លិនប្រហើរអីជាដើមចឹងតែចាចំពោះតើតោះជាមួយនឹងការសង្ខេបមេរៀនទី4របស់នាងខ្ញុំទៅបានបញ្ចប់ចាសូមអរគុណលោកគ្រូ